ជ្រូករាកកុំប្រញាប់ចាក់ថ្នាំមកដឹងពីមូលហេតុនេះសិនជាក់ស្ដែងការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារតែងតែជួបនៅបញ្ហាជ្រូករាកដែលតែងតែជួបប្រទះជាញឹកញាប់ហើយមិនដឹងពីរបៀបក្នុងការព្យាបាលម្យ៉ាងវិញទៀតបងប្អូនខ្លះគឺគាត់អត់ដឹងថាតើត្រូវធ្វើយ៉ាងណាដែលជ្រូករាកនឹងគឺអាចជាបញ្ហាប្រឈមមួយទៀតគឺធ្វើឲ្យការលូតលាស់របស់វាយឺតអញ្ចឹងបងប្អូនដែលកំពុងចិញ្ចឹមជ្រូកជួបបញ្ហាជ្រូករាកមែនទេកុំទាន់ប្រើថ្នាំផ្ដេសផ្ដាសពីព្រោះបើសិនជាប្រើខុសមិនត្រឹមតែមិនជាទេថែមទាំងអាចធ្វើឲ្យជ្រូកមានអាការៈធ្ងន់ជាងមុនកាលដែលជ្រូករាកអាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជាបណ្ដាលមកពីបាក់តេរីវីរុសប៉ារ៉ាស៊ីតការផ្ដួលចំណីភ្លាមឬអាចបណ្ដាលមកពីចំណីខូចគុណភាពអញ្ចឹងអ្វីដែលយើងត្រូវធ្វើមុននឹងធ្វើការចាក់ថ្នាំទី1យើងត្រូវផ្ដល់ទឹកស្អាតនិងសូលីស្យុងអំបិលរ៉ែដើម្បីជួយការពារបញ្ហាកង្វះជាតិទឹកទី2បើសិនជាសង្ស័យថាវាអាចបណ្ដាលមកពីបាក់តេរីអាចប្រើថ្នាំអង់ទីវីយ៉ូទិកតាមការណែនាំរបស់ពេទ្យសត្វទី3បើសិនបើជាបណ្ដាលមកពីព្រូននិងប៉ារ៉ាស៊ីតត្រូវប្រើថ្នាំទម្លាក់ព្រូនឲ្យបានសមស្របទី4យើងត្រូវធ្វើការសម្អាតទ្រុងនិងដាក់ជ្រូកឈឺឬជ្រូករាកឲ្យនៅដាច់ដោយឡែកពីហ្វូងបើសិនជាជ្រូករាកខ្លាំងបងប្អូនអាចសាកប្រើជាមួយនឹងថ្នាំពីរមុខនេះដូចរបស់ខ្ញុំក៏បានដែរដែលថ្នាំទាំងពីរមុខនេះគឺខ្ញុំមានជាប់ទ្រុងជាប្រចាំគឺអត់ដែលដាច់ទេហើយសម្រាប់ជ្រូករបស់ខ្ញុំកាលដំបូងឡើយដែលយកមកពីគេមានបញ្ហារាកគឺខ្ញុំចាក់ទៅពីរមុខហ្នឹងគឺជាដាច់តែម្ដងហើយក៏អត់ប្រើសាំញ៉ាំច្រើនថ្ងៃដែរគឺចាក់តែ2ទៅ3ដងអីជាហើយព្រោះថ្នាំទាំងពីរមុខនេះខ្ញុំធ្លាប់ប្រើផ្ទាល់ខ្លួនឯងទាំងជ្រូករាកធម្មតារាកមកហូរដូចទឹកអីគឺខ្ញុំធ្លាប់ចាក់ទៅវាឃើញថាប្រសិទ្ធភាពរបស់វាគឺប្រើទៅគឺល្អមែនតើថ្នាំពីរមុខហ្នឹងហើយតាក់ទងទៅនឹងការចិញ្ចឹមលូតលាស់យឺតអត់ងាយធំចិញ្ចឹមឲ្យចំណីសម្រេចហើយក៏អត់ស្ទើរឡើងសាច់អានឹងគឺអាចបណ្ដាលមកពីកត្តាដែលវារាកពីតូចដូចគ្នាដែរដោយសារពេលខ្លះគឺយើងអត់បានចាប់អារម្មណ៍ទៅលើចំណុចទាំងហ្នឹងយើងបែរជាគិតថាការរាកបន្តិចបន្តួចឬក៏នៅតូចវាកើតមកគឺវាតែងតែរាកអញ្ចឹងឯងហើយយើងអត់បានបញ្ញាប់ជាបាលវាអញ្ចឹងទៅយើងទុកឲ្យវារាករយៈពេលយូរធ្វើឲ្យជ្រូករបស់យើងคล้ายទៅជាជ្រូកដែលក្រិននៅពេលដែលយើងប្រឹងឲ្យចំណីប៉ុណ្ណាក៏វាចិញ្ចឹមអត់ឡើងដូចជ្រូកដែលគេចិញ្ចឹមមកពីតូចអត់មានជួបនៅបញ្ហារាកអីអញ្ចឹងណាជាក់ស្ដែងបើសិនជាបងប្អូនចិញ្ចឹមជ្រូកជួបបញ្ហារាកពីតូចអីអញ្ចឹងគឺបងប្អូនបញ្ញាប់ជាបាលវាកុំទុកវាឲ្យវារាកខ្លាំងដូច្នេះហើយប្រសិនជាជ្រូករបស់បងប្អូនដែលកំពុងចិញ្ចឹមជួបនៅបញ្ហារាកខ្លាំងរាកមកហូរដូចទឹកឬរាកមកមានឈាមនៅក្នុងលាមកអាការៈមិនសូវស៊ីចំណីអស់កម្លាំងបងប្អូនត្រូវប្រញាប់ហៅពេទ្យសត្វជាបន្ទាន់ប្រសិនបើយើងមិនដឹងពីមូលហេតុពិតប្រាកដថាជ្រូកវាមានបញ្ហានឹងបណ្ដាលមកពីអ្វីព្រោះការវិនិច្ឆ័យពីមូលហេតុឲ្យបានត្រឹមត្រូវអាចធ្វើឲ្យការព្យាបាលរបស់យើងមានប្រសិទ្ធភាពហើយការវិនិច្ឆ័យមិនច្បាស់លាស់អាចឲ្យការប្រើថ្នាំរបស់យើងជួបនៅហានិភ័យខ្ពស់ទើបយើងចាំបាច់ត្រូវតែទៅហៅពេទ្យសត្វឲ្យមកវិនិច្ឆ័យឲ្យជាចុងក្រោយសម្រាប់បងប្អូនដែលមានបទពិសោធន៍ក្នុងការចិញ្ចឹមឬក៏ប្រើប្រាស់ថ្នាំព្យាបាលបញ្ហារាកនេះយ៉ាងដូចម្ដេចបងប្អូនអាច comment នៅក្រោមវីដេអូនេះបានសូមអរគុណលេខចំណេះដល់ខ្លួនឯងកាត់បន្ថយថ្លៃដើមស្មើអ៊ីស្រាអែល